សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ខ្សឹបអារូបនេះជាវីដេអូទី11របស់យើងដែលនិទានរឿងអារូបសម្រាប់បងប្អូនស្ដាប់កំសាន្តបើមានចំណុចខុសឆ្គងត្រង់កន្លែងណាបងប្អូនអាចបញ្ចេញមតិខាងក្រោមបានកុំភ្លេចចុច Like និងជាវដើម្បីទទួលបានវីដេអូរាល់ថ្ងៃតោះកុំឲ្យខាតពេលយូរចូលមកកាន់សាច់រឿងរបស់យើងនៅជាក្រុងដ៏ស្ងប់ស្ងាត់មួយមានផ្ទះវីឡាបុរាណកម្ពស់2ជាន់សង់តាំងពីសម័យបារាំងដែលហ៊ុំព័ទ្ធដោយដើមដុះទ្រុបទ្រុលនិងរបងដៃច្រេះចាប់ផ្ទះនេះត្រូវបានគេបោះបង់ចោលជាង20ឆ្នាំមកហើយបន្ទាប់ពីមានអំពើឃាតកម្មដ៏សាហាវខៅខើមួយបានកើតឡើងចំពោះគ្រួសារម្ចាស់ផ្ទះមុនសុកនិងមករាគឺជាយុវជនពីរនាក់ដែលទើបតែមកពីខេត្តដើម្បីរកការងារធ្វើក្នុងក្រុងដោយសារខ្វះខាតថវិកាពួកគេបានសម្រេចចិត្តជួលផ្ទះនេះក្នុងតម្លៃថោកខុសធម្មតាបុរសចំណាស់ដែលជាអ្នកមើលការខុសត្រូវផ្ទះបានហុចសៅឲ្យពួកគេទាំងដៃញ័រទៅត្រើតរួចនិយាយខ្សឹបថាយប់ឡើងបើឮសំឡេងអ្វីចេញពីជាន់ខាងលើកុំព្យាយាមចង់ដឹងចង់ឃើញឲ្យសោះហើយកុំភ្លេចចាក់សៅបន្ទប់ដេកឲ្យជាប់យុវជនទាំងពីរគ្រាន់តែសើចដាស់គ្នាគិតថាគ្រាន់តែជាពាក្យបំភ័យរបស់អ្នកចាស់បុរាណយប់ដំបូងខ្យល់រងាស្រែបបានបក់បោកចូលតាមចន្លោះបង្អួចឈើដែលបាក់បែកម៉ោង12យប់ចំសុកនិងមករាកំពុងតែគេងលក់ស្រួលក្នុងបន្ទប់ជាន់ក្រោមស្រាប់តែសំឡេងអូសអ្វីមួយយ៉ាងគ្រឺតគ្រឺតសំឡេងអូសវត្ថុធ្ងន់ធ្ងន់បន្លឺឡើងពីជាន់ខាងលើវាហាក់ដូចជាមាននរណាម្នាក់កំពុងអូសទូដៃឬសាងសពកាត់តាមពីដានមករាភ្ញាក់ព្រឺតគេងើបអង្គុយស្ដាប់ទាំងបេះដូងលោតខុសចង្វាក់សំឡេងនោះបន្តអូសយឺតរួចក៏ស្ងាត់ទៅវិញម៉ោង3ទៀនភ្លឺម៉ោងខ្មោចសំឡេងគក់បន្ទប់ដេកបានបន្លឺឡើងយឺតតុកតុកតុកសុកក៏ភ្ញាក់ដែរគេទាំងពីរនាក់សម្លឹងទៅមាត់ទ្វារនៅក្រោមប្រហោទ្វារពួកគេឃើញស្រមោលជើងខ្មៅស្រពោនឈរនៅទីនោះស្រាប់តែមានវត្ថុរាវពណ៌ក្រហមដិតហូរជ្រាបចូលមកក្រោមទ្វារវាគឺជាឈាមដែលធន់ក្លិនស្អើយរលួយខ្លាំងមហាមាដោយភាពភ័យខ្លាចដល់កំពូលមករាបានសម្រេចចិត្តដើរទៅបើកទ្វារដើម្បីមើលឲ្យច្បាស់គ្រាន់តែកន្លៀសទ្វាររបើកខ្យល់ខ្មៅងងឹតមួយប្រាវបានបក់ចូលមកក្នុងបន្ទប់បាញ់ពន្លត់ពន្លឺភ្លើងទូរស័ព្ទនៅក្នុងភាពងងឹតស្លុបពួកគេឮសំឡេងដកដង្ហើមធំនៅក្បែរត្រចៀកជួយខ្ញុំផងពួកគេស្ទុះរត់ចេញពីបន្ទប់សម្ដៅទៅកាមចិន្តាដើម្បីរត់ចេញក្រៅផ្ទះប៉ុន្តែនៅពេលរត់ដល់កណ្ដាលផ្លូវពួកគេស្រាប់តែឃើញរូបរាងរបស់ម្ចាស់ផ្ទះមុនស្ត្រីម្នាក់សក់វែងអន្លាយមុខមាត់រលួយដាច់សាច់ទ្វារម្ខាងកំពុងអង្គុយលើកាមចិន្តាយំខ្សឹកខ្សួលនាងងាកមកសម្លឹងពួកគេទាំងភ្នែកលៀនចេញមកក្រៅរួចសើចកឹកកឹកកឹកអ្នកមកជួលផ្ទះខ្ញុំមែនទេចុះថ្លៃឈ្នួលដែលជាព្រលឹងអ្នកនៅឯណាស្រមោលខ្មោចរាប់សិបបានលេចចេញពីជញ្ជាំងផ្ទះឡោមព័ទ្ធយុវជនទាំងពីរជញ្ជាំងផ្ទះដែលធ្លាប់តែជាឈើចាស់ក៏ប្រែជាសាច់ឈាមស្រស់ដែលកំពុងញ័រទៅត្រើតផ្ទះទាំងមូលហាក់ដូចជាមានជីវិតហើយវាកំពុងតែលេបត្របាក់ពួកគេទាំងរស់ព្រឹកថ្ងៃបន្ទាប់ផ្ទះវីឡានោះនៅតែស្ងប់ស្ងាត់ដដែលបុរសចំណាស់ញាក់មើលការខុសត្រូវបានដើរមកមាត់របងម្ដងទៀតគេឃើញស្បែកជើងរបស់សុកនិងមករាដាក់នៅមាត់ទ្វារប៉ុន្តែម្ចាស់ស្បែកជើងបានបាត់ស្រមោលឈឹងគេដកដង្ហើមធំរួចយកស្លាកថាផ្ទះសម្រាប់ជួលមកភ្ជាវឡើងវិញនៅក្នុងផ្ទះនោះលើជញ្ជាំងដែលប្រឡាក់ដោយធូលីដីមានរូបថតថ្មីពីរផ្ទាំងលេចចេញវាគឺជារូបថតរបស់សុកនិងមករាដែលមានទុកមុខភ័យរន្ធត់បំផុតហើយកែវណែករបស់រូបថតនោះហាក់ដូចទីវិលតាមសម្លឹងអ្នកដែលដើរកាត់មុខផ្ទះជានិច្ចសំឡេងខ្សឹបចុងក្រោយបន្លឺពីធ្នូផ្ទះងងឹតនោះថាយប់នេះតើនរណានឹងមកជួលផ្ទះនេះបន្តទៀតសាច់រឿងរបស់យើងថ្ងៃនេះមានតែប៉ុណ្ណឹងសម្រាប់ថ្ងៃនេះអរគុណដល់បងប្អូនដែលបានតាមដានស្ដាប់ពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូថ្ងៃស្អែកសូមអរគុណសូមជម្រាបលា